បាទនេះជាមេជារបស់ខ្ញុំកំពុងតែជួសជុលទូរកករបស់អតិថិជនដែលគាត់ឲ្យទៅយកពីផ្ទះគាត់យកមកជួសជុលនៅកន្លែងរោងជាងរបស់ខ្ញុំហើយនៅកន្លែងខ្ញុំនឹងមានមេជាងមានជំនាញផ្សេងគ្នាទៅតាមផ្នែករៀងខ្លួនហើយក៏មានក្រុមការងារដឹកជញ្ជូនសម្ភារៈរបស់បងប្អូនដែលខូចនឹងយកមកជួសជុលនៅកន្លែងរោងជាងរបស់ខ្ញុំហើយពេលធ្វើហើយដឹកយកទៅតម្លើងឲ្យបងប្អូនឲ្យមានដំណើរការដូចដើមវិញហើយបើសិនបងប្អូនមានសម្ភារៈខូចហើយមិនចាំបាច់ទិញសម្ភារៈដដែលនឹងថ្មីយកមកជំនួសសម្ភារៈចាស់នាំអស់លុយច្រើនហើយមើលសម្ភារៈចាស់នឹងអាចជួសជុលបានហើយអស់លុយតិចបងប្អូនអាចតាក់ទងមកខ្ញុំបានហើយសម្ភារៈទាំងអស់ហ្នឹងជាសម្ភារៈចាំបាច់ដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃដូចជាទូទឹកកកម៉ាស៊ីនត្រជាក់ម៉ាស៊ីនបោកគក់ឬក៏កំពុងទឹកត្រជាក់ទឹកក្តៅដែលត្រូវយកមកជួសជុលអាចតាក់ទងមកតាមលេខទូរស័ព្ទរបស់ខ្ញុំគឺលេខ098 688 001ហើយលេខហ្នឹងអាចតាក់ទងតាម Telegram បានចំពោះបងប្អូនដែលមានការខលឆ្លងប្រព័ន្ធអាចតាក់ទងតាម Telegram ទៅព្រោះសម័យឥឡូវគេអាចប្រើប្រព័ន្ធ 4G ឬក៏ 5G ឬក៏ប្រព័ន្ធអ៊ីនធឺណិតគឺខលតាម Telegram ទៅអត់សូវអស់លុយឬក៏អស់លុយតិចតួចដោយសារយើងបើកអ៊ីនធឺណិតហើយចំពោះបងប្អូននៅរាជធានីភ្នំពេញបើជួបបញ្ហាខូចដូចខ្ញុំរៀបរាប់មុនហ្នឹងអត់មានសម្ភារៈដឹកជញ្ជូនមកកន្លែងរោងជាងរបស់ខ្ញុំមានក្រុមការងារដឹកជញ្ជូនសម្ភារៈទាំងអស់ហ្នឹងមកជួសជុលនៅកន្លែងរោងជាងរបស់ខ្ញុំហើយយកទៅតម្លើងឲ្យបងប្អូនវិញហើយចំពោះបងប្អូននៅតាមខេត្តវិញខ្ញុំអត់មានក្រុមការងារដឹកទៅដល់ផ្ទះបងប្អូនទេអញ្ចឹងបើសិនបងប្អូនចង់យកមកជួសជុលអាចផ្ញើតាមឡានតាក់ស៊ីឬក៏ឡានឈ្នួលណាដែលបងប្អូនងាយស្រួលទទួលយកហើយបងប្អូនគិតថាឡានដែលផ្ញើមកហ្នឹងគឺសុវត្ថិភាពហើយអាចទុកចិត្តបានហើយនៅកន្លែងខ្ញុំនេះមានមេជាងច្រើនប្រចាំការដែលមានជំនាញផ្សេងគ្នាហើយពេលសម្ភារៈរបស់បងប្អូនខូចដែលត្រូវយកមកជួសជុលគឺគាត់ធ្វើយ៉ាងណាជួសជុលឲ្យលឿនទាន់ចិត្តបងប្អូនដែលត្រូវការយកទៅប្រើវិញហើយសូមបញ្ជាក់ផងដែរសម្ភារៈខ្លះអាចធ្វើយឺតយូរដោយសារអីសម្ភារៈហ្នឹងពេលខូចទៅអត់មានគ្រឿងបន្លាស់ដោះដូរទេដល់អញ្ចឹងត្រូវយកគ្រឿងបន្លាស់ហ្នឹងឬក៏កំងគ្រឿងបន្លាស់ហ្នឹងពីស្រុកគេមកដល់អញ្ចឹងត្រូវយឺតអត់ទាន់ចិត្តឲ្យបងប្អូនហើយក៏សូមអភ័យទោសផងដែរបើសិនខ្ញុំបរិយាយទៅមានបញ្ហាឆ្លងចូលនៅកន្លែងណាមួយឬក៏លុះកន្លែងណាមួយសូមអភ័យទោសពីចម្ងាយអរគុណច្រើនបាយ